សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតតពីភាគមុនបន្ទាប់ពីអូនយកហ្នឹងបានស្ដាប់ស៊ូអេនិយាយហើយគាត់ហ្នឹងក៏សួរបញ្ជាក់ស៊ូអេថាអញ្ចឹងបើសិនជាខ្ញុំបដិសេធយើងអញ្ចឹងស៊ូអេហ្នឹងនឹងទៅសុំអ្នកដទៃដើម្បីធ្វើរឿងហ្នឹងជំនួសវិញស៊ូអេហ្នឹងក៏តបថាហ្នឹងហើយប៉ុន្តែបើនិយាយតាមត្រង់ទៅអូនយកឯងគឺស័ក្តិសមធ្វើរឿងហ្នឹងមែនតើអូនយកហ្នឹងក៏សួរទៅថាហេតុអីឬក៏មកពីខ្ញុំនឹងជាមនុស្សងាយស្រួលស៊ូអេលឺហើយឡើងហូសចិត្តហ្មងមិនគិតថាមនុស្សដូចអូនយកនឹងគេបបលក្បាលតាមចិត្តបានមែនស៊ូអេនឹងក៏ថាមិនមែនទេអីដែលខ្ញុំចង់មានន័យហ្នឹងគឺថាបើសិនជាខ្ញុំចង់ធ្វើឲ្យមីនូនឹងមានអារម្មណ៍ថាប្រច័ណ្ឌណាយ៉ាងហើយណាក៏ខ្ញុំត្រូវធ្វើរឿងហ្នឹងជាមួយនឹងអ្នកណាម្នាក់ដែលមើលទៅសង្ហាដែរស៊ូអេបន្ទាប់ពីច្រឡំមាត់និយាយពាក្យទាំងអស់ហ្នឹងហើយខ្លួនហ្នឹងក៏ខំកែប្រែស្ថានភាពដោយនិយាយថាខ្ញុំចង់និយាយថាអ្នកណាដែលមើលទៅរៀងសមរម្យតែក្នុងចិត្តវិញគិតថាអូយចប់ហើយខុសផែនការទាំងអស់ស្រាប់តែពេលនោះអូនយល់ហ្នឹងក៏ថាហេតុអីមិនយើងមិនព្រមនិយាយមកបើសិនជាយើងហ្នឹងគិតថាខ្ញុំមើលទៅសង្ហាហើយអូនយកហ្នឹងនិយាយមកទាំងមានភាពជឿជាក់ហ្មងហើយទូប្រុសរបស់យើងហ្នឹងក៏បន្តទៀតថាបើសិនជាយើងហ្នឹងចង់សុំឲ្យខ្ញុំធ្វើរឿងអីមួយយើងហ្នឹងមិនគិតថាព្យាយាមនិយាយធ្វើឲ្យខ្ញុំសប្បាយចិត្តទេស៊ូអេលឺអូនយកនិយាយឲ្យគឺកែហ្មងឯអូនយកវិញក៏បន្ទូសំណោចពូតែនិយាយមិនហ្នឹងគឺនិយាយញ៉ោះស៊ូអេទេស៊ូអេនឹងពេលឃើញអូនយកសោចឹងគិតថាអូអាហ្នឹងគឺជាសញ្ញាណល្អហើយប្រហែលជាអូនយកហ្នឹងអាចនឹងយល់ព្រមប៉ុន្តែសម្រាប់សម្រួលមកអូនយកហ្នឹងគឺបានបដិសេធស៊ូអេទាំងស្រុងដោយពេលនោះអូនយកហ្នឹងបាននិយាយថាអញ្ចឹងព្រោះតែខ្ញុំហ្នឹងសង្ហាអញ្ចឹងហើយខ្ញុំហ្នឹងអាចនឹងធ្វើឲ្យមីនូហ្នឹងប្រច័ណ្ឌបាននឹងឬជាហេតុផលដែលយើងហ្នឹងចង់ប្រើប្រាស់ខ្ញុំហើយស៊ូអេហ្នឹងក៏ងក់ក្បាលទៅហ្នឹងហើយជាផែនការអូនយកហ្នឹងក៏ថាអើយស៊ូអេហ្នឹងប្រហើនខ្លាំងណាហើយក៏ហ្នឹងបានបន្តថាហេតុអីបានជាស៊ូអេហ្នឹងមិនព្រមបោះបង់មីនូចោលទៅចាំបាច់អីប្រឹងប្រែងដល់ថ្នាក់ហ្នឹងដើម្បីតែមនុស្សផិតក្បត់ម្នាក់មិនត្រឹមតែអញ្ចឹងឯងស៊ូអេហ្នឹងថែមទាំងធ្វើឲ្យខ្លួនឯងហ្នឹងក្លាយទៅជាមនុស្សផិតក្បត់ដូចគ្នាមុននឹងអូនយកដើរចេញហ្នឹងគាត់ក៏ឆ្លៀតនិយាយថាយ៉ាងណាក៏ដោយកុំឲ្យខ្ញុំណាជាប់ពាក់ព័ន្ធជាមួយនឹងរឿងរបស់យើងហើយអូនយកហ្នឹងក៏ដើរចេញទៅបាត់ទៅហើយស៊ូអេយើងបន្ទាប់ពីអូនយកហ្នឹងបដិសេធនឹងសំណើរបស់ខ្លួនមកខ្លួនហ្នឹងក៏មកដេកនៅកន្លែងក្មេងលេងហូបនំទាំងពិបាកចិត្តគិតថាគ្មាននរណាគេហ្នឹងយល់ពីគាត់សោះហើយតាមមើលទៅប្រហែលជាគាត់ហ្នឹងត្រូវស្លាប់ទៅម្នាក់ឯងហើយគ្រាន់តែស៊ូអេគិតហ្នឹងក៏ខឹងដែរថាហេតុអីបានជាខ្ញុំហ្នឹងជាមនុស្សតែម្នាក់ដែលត្រូវស្លាប់ហើយស៊ូអេហ្នឹងក៏ទៅពៀននំហ្នឹងខ្លាំងមែនតើខឹងថាមិនដឹងថាគោធ្វើមិនហ្នឹងដើម្បីឲ្យលើកភ័ណ្ឌរបស់ខ្លួនឯងហ្នឹងកើនឡើងស្រាប់តែពេលហ្នឹងស៊ូអេហ្នឹងក៏ឮសំឡេងនរណាម្នាក់ហ្នឹងដើរមកជិតហ្នឹងហើយតាមដែលស៊ូអេស្ដាប់សំឡេងទៅហ្នឹងក៏ដឹងថាពីរនាក់ហ្នឹងគឺជារ៉ាអឹមហើយនឹងដូវ៉ាពេលហ្នឹងដូវ៉ាក៏សួររ៉ាអឹមថាក្រែងយើងហ្នឹងមានរឿងចង់ប្រាប់ខ្ញុំហ៎រ៉ាអឹមហ្នឹងក៏សួរភ្លាមថាដូវ៉ាហ្នឹងចង់ធ្វើសង្សារខ្ញុំអត់ស៊ូអេយើងឮហើយឡើងភ្ញាក់ផ្អើលហ្មងនេះរ៉ាអឹមកំពុងតែសារភាពស្នេហ៍ទៅកាន់ដូវ៉ាហើយប៉ុន្តែតាមគាត់ស្ដាប់ពាក្យចចាមអារាមហ្នឹងក្រែងគេថាពីរនាក់ហ្នឹងដេតគ្នាហើយតើប៉ុន្តែបើសិនជារឿងហ្នឹងជាការពិតមែនហើយចុះមីនូហ្នឹងគិតមិនទៅដូវ៉ាបន្ទាប់ពីលឺរ៉ាអឹមនិយាយហើយគាត់ក៏សំដែងទឹកមុខអត់ពេញចិត្តទេគាត់ថារ៉ាអឹមហ្នឹងកុំនិយាយអីអត់ប្រយោជន៍ពេកហើយយើងហ្នឹងកើតអីបាននិយាយសុកហ្នឹងមកនិយាយចឹងរ៉ាអឹមហ្នឹងក៏ប្រាប់ទៅគាត់គិតថាបើសិនជាគាត់ហ្នឹងមានរបស់ល្អអញ្ចឹងប្រហែលជាគាត់ហ្នឹងមិនចង់បានអីដែរមិនមែនជារបស់គាត់ទេដូវ៉ាលឺភ្លាមក៏សួរផ្លែតថាអីគេរបស់ល្អខ្ញុំហ្នឹងជាវត្ថុសម្រាប់យើងមែនហើយស៊ូអេយើងអង្គុយលើកស្ដាប់គេហ្នឹងដូចជាស្ដាប់អត់យល់អីបន្តិចសោះពេលនោះដូវ៉ាហ្នឹងក៏សួរថាបរិសម្នាក់ហ្នឹងជាណាគេបានជារ៉ាអឹមហ្នឹងចង់បានខ្លាំងម៉េចរ៉ាអឹមហ្នឹងក៏ប្រាប់ទៅថាបរិសម្នាក់ហ្នឹងជានរណាមិនសំខាន់ទេប៉ុន្តែអីដែលសំខាន់បំផុតហ្នឹងគឺថាតើគាត់ហ្នឹងជារបស់អ្នកណាពេលដែលស៊ូអេលឺហើយគាត់ឆ្ងល់មែនតើតើរ៉ាអឹមហ្នឹងកំពុងតែនិយាយពីណាគេរ៉ាអឹមហ្នឹងក៏បន្តទៀតថាខ្ញុំពិតជាចូលចិត្តនាងខ្លាំងប៉ុន្តែខ្ញុំហ្នឹងក៏ស្អប់នាងខ្លាំងដូចតែខ្ញុំហ្នឹងស្រឡាញ់នាងខ្លាំងដូចគ្នាហើយគិតមើលទៅខ្ញុំស្រឡាញ់នាងហើយនឹងស្អប់នាងនៅក្នុងពេលតែមួយចម្លែកអត់ប្រហែលជាមកពីអញ្ចឹងហើយបានជាខ្ញុំហ្នឹងចង់យករបស់មួយយ៉ាងចេញពីនាងដូវ៉ាងលឺឲ្យថាស្អីគេហើយរ៉ាអឹមហ្នឹងឥឡូវកោកខើម៉េចរ៉ាអឹមហ្នឹងក៏ថាឲ្យដូវ៉ាថាកុំសួរសំណួរខ្ញុំឥឡូវឆ្លើយសំណួរខ្ញុំសិនមកដូវ៉ាហ្នឹងក៏តបទាំងហីថាប្រកាសហើយគឺយើងហ្នឹងអត់គួរយកអីចេញពីម្នាក់ស្រីហ្នឹងទេតែរ៉ាអឹមហ្នឹងក៏តបមកវិញថាប៉ុន្តែខ្ញុំបានធ្វើហើយហ្នឹងដូវ៉ាលឺឲ្យហួសចិត្តហ្មងថាឥឡូវហ្នឹងយើងមកប្រាប់ខ្ញុំហ្នឹងចង់ឲ្យខ្ញុំធ្វើម៉េចរ៉ាអឹមហ្នឹងក៏ថាឲ្យវិញថាមកពីខ្ញុំហ្នឹងអត់មានណាគេនិយាយរឿងហ្នឹងប្រាប់បានខ្ញុំហ្នឹងក៏មិនសូវជាចង់និយាយជាមួយយើងប្រហែលដែរដូវ៉ាហ្នឹងក៏ថាឲ្យវិញថាមិនហ្នឹងក្រែងទៅមិនសុំខ្ញុំធ្វើសង្សារទៅហើយពេលនោះដូវ៉ាគាត់ក៏ដើរឡើងទៅលើតូមួយហើយក៏ឃើញថាស៊ូអេហ្នឹងកំពុងតែអង្គុយពូននៅកន្លែងហ្នឹងដូវ៉ាហ្នឹងក៏និយាយភ្លាមថាហេបងស្រីរបស់យើងស៊ូអេហ្នឹងក៏ប្រឹងប្រាប់ថាអត់ទេកុំមួត
រ៉ាអឹមហ្នឹងក៏សួរថាអីគេតែដូវ៉ាហ្នឹងក៏ដូរចម្លើយភ្លាមថាអត់មានអីទេរ៉ាអឹមហ្នឹងក៏សួរដូវ៉ាភ្លាមថាហេតុអីបានជាដូវ៉ាហ្នឹងដឹងថាខ្ញុំហ្នឹងកំពុងតែនិយាយពីប្អូនស្រីរបស់ខ្ញុំស៊ូអេគ្រាន់តែដឹងថាគេនិយាយពីខ្លួនភ្លាមហ្នឹងក៏ឆ្លក់នំភ្លាមហ្មងហើយសំខាន់គឺស្រែកអត់បានទេខ្លាចគេដឹងថាខ្លួនហ្នឹងកំពុងពួនពេលនោះរ៉ាអឹមគាត់ក៏ថាអើយគួរឲ្យធុញមែនតើខ្ញុំខំប្រាប់យើងដោយសារតែខ្ញុំគិតថាយើងហ្នឹងមិនមែនជាមនុស្សគិតវែងឆ្ងាយអីទេហើយពេលនោះផងដែរដូវ៉ាហ្នឹងក៏អន់ទៅចិត្តស៊ូអេហើយក៏បកគលទឹកផ្លែឈើដែលគាត់យកមកតាមខ្លួននឹងឲ្យទៅស៊ូអេយើងក៏ទទួលមកយកមកបឺតភ្លាមមុននឹងដូវ៉ាដើរចេញទៅបាត់ហ្នឹងគាត់ក៏និយាយខ្សឹបប្រាប់ស៊ូអេថាយើងជាពាក់ខ្ញុំរឿងមួយហើយបន្ទាប់មកដូវ៉ាហ្នឹងក៏ដើរមកនិយាយគ្នាជាមួយនឹងរ៉ាអឹមដូចធម្មតាហើយក៏បង្វែរដានឲ្យរ៉ាអឹមហ្នឹងទៅផ្ទះទៅដល់ម៉ោងហើយដើម្បីឲ្យស៊ូអេយើងហ្នឹងរួចខ្លួនហើយរឿងរបស់យើងហ្នឹងគេក៏កាត់មកដល់ថ្ងៃថ្មីនៅហាងកាហ្វេមួយហ្នឹងដោយស៊ូអេអូនយុកហើយនឹងសិស្សម្នាក់ទៀតហ្នឹងគឺមកជុំគ្នាធ្វើអាស័យមិនបញ្ចប់បន្ទាប់ពីធ្វើរួចហើយគេហ្នឹងក៏សម្រេចសម្រួលគ្នារៀបចំអីវ៉ាន់ទៅផ្ទះពេលនោះសិស្សប្រុសម្នាក់ហ្នឹងគាត់ក៏កលេចទៅក្រៅហើយគាត់និយាយថាក្រែងនោះគឺជាអ្នកគ្រូតន្ត្រីរបស់យើងត្រូវអត់ហើយអ្នកគ្រូហ្នឹងមានឈ្មោះថាអ្នកគ្រូជូហ៊ីហើយសិស្សប្រុសម្នាក់ហ្នឹងក៏បើកការវែកញែកភ្លាមថាម្នាក់ប្រុសហ្នឹងគឺជាសង្សាររបស់អ្នកគ្រូមែនពេលដែលស៊ូអេកលេចមើលទៅគាត់ហ្នឹងក៏មានអារម្មណ៍ថាមុខរបស់បុរសម្នាក់ហ្នឹងស្តៀងមែនតើដូចជាធ្លាប់ឃើញនៅណាមិនដឹងហើយសិស្សប្រុសហ្នឹងក៏វែងញែកបន្តទៀតថាអូយបុរសម្នាក់ហ្នឹងមើលទៅចាស់មិនសមជាសង្សាររបស់អ្នកគ្រូទេហើយស៊ូអេយើងវិញគឺកំពុងតែរនឹកមែនតើថាម្នាក់ហ្នឹងឃើញនៅណាហើយពេលហ្នឹងស៊ូអេហ្នឹងក៏នឹកឃើញភ្លាមថាបុរសម្នាក់ហ្នឹងហើយគឺជាម្នាក់ដែលនៅក្នុងរូបថតជុំគ្រួសាររបស់អ៊ុនយុកស៊ូអេហ្នឹងក៏តាមតនភ្លាមថាម្នាក់ប្រុសហ្នឹងគឺជាឪពុករបស់អ៊ុនយុកហើយពេលនោះផងដែរអ៊ុនយុកហ្នឹងគាត់ក៏សួរថាមិនដែររៀបចំឲ្យបានហើយនៅមករៀបចំឲ្យតទៅពេលនោះស៊ូអេយើងភ័យមែនតើគាត់ហ្នឹងគឺអត់អាចឲ្យអ៊ុនយុកហ្នឹងឃើញរឿងទាំងអស់ហ្នឹងបានទេព្រោះតែស៊ូអេហ្នឹងគឺដឹងអារម្មណ៍ហ្នឹងច្បាស់ណាស់គាត់បានឆ្លងកាត់រួចហើយនៅពេលដែលមីនូហើយជាមួយនឹងរ៉ាអឹមហ្នឹងផាត់ក្បត់មកលើគាត់ចឹងហើយស៊ូអេយើងក៏ធ្វើការសម្រេចចិត្តមួយពេលនោះគាត់ហ្នឹងក៏ទៅទិញអាវហូឌីរបស់អ៊ុនយុកហ្នឹងបិទមុខអ៊ុនយុកចិត្តហ្មងអត់ឲ្យឃើញអីទេហើយអ៊ុនយុកយើងឡើងឆ្ងល់ហ្មងគាត់ថាស៊ូអេហ្នឹងកំពុងតែធ្វើអីហ្នឹងហើយសិស្សប្រុសហ្នឹងពេលឃើញអញ្ចឹងគាត់ក៏និយាយថាអូយខ្ញុំហ្នឹងសុំទៅផ្ទះមុនហើយពេលដែលគេទៅបាត់ហ្នឹងស៊ូអេហ្នឹងមិនដឹងនិយាយអីទេក៏ចេះតែនិយាយទៅថាឥឡូវទាយមើលថាហេតុអីបានជាខ្ញុំហ្នឹងធ្វើអញ្ចឹងអ៊ុនយុកយើងអត់តបាយច្រើនទេក៏និយាយថាលែងខ្ញុំមើលតែស៊ូអេហ្នឹងអត់ខ្វល់ទេក៏ដឹកអ៊ុនយុកហ្នឹងដូចដឹកគោអញ្ចឹងថាម៉ណេះមកតាមខ្ញុំណែហើយតម្រាំទៅអ៊ុនយុកឡូឡារើចេញពីស៊ូអេបានហ្នឹងក៏មកដល់កន្លែងកំងការ៉េមហើយស្រេចពេលហ្នឹងអ្នកលក់គេក៏សួរថាត្រូវការកំងអីដែរបងចុងក្រោយស៊ូអេហ្នឹងក៏ទិញការ៉េមញ៉ាំពីអ្នកអ៊ុនយុកពេលហ្នឹងអ៊ុនយុកហ្នឹងក៏ថាខ្ញុំដឹងហើយថាហេតុអីបានជាយើងធ្វើអញ្ចឹងមិនខំប្រឹងប្រែងសុំឲ្យខ្ញុំនឹងធ្វើរឿងហ្នឹងឯងខ្ញុំមិនធ្វើទេទោះបីជាយើងនឹងសុំខ្ញុំប្រហែលដងក៏ដោយតែពេលនោះស៊ូអេនោះគឺភ្ញាក់ផ្អើលមែនតើដោយសារតែចេញមកក្រៅនោះគឺជួបទៀតមិញហ្នឹងខំគិតពីខាងក្នុងកុំឲ្យអ៊ុនយកឃើញហើយឥឡូវមកជួបនៅខាងក្រៅទៀតស៊ូអេហ្នឹងមិនដឹងធ្វើមិនទេក៏កែស្ថានភាពភ្លាមដោយស៊ូអេហ្នឹងក៏រុញអ៊ុនយកហ្នឹងចូលទៅក្នុងទូថតរូបមួយអ៊ុនយកហ្នឹងឆ្ងល់ហ្មងថាអីគេទៀតហើយស៊ូអេឯងកើតអីថ្ងៃហ្នឹងស៊ូអេយើងអត់ដឹងនិយាយមិនទេមានតែសើចហេហើយពេលនោះម៉ាស៊ីនហ្នឹងក៏កាត់ចង្វាក់ភ្លាមថាសូមបញ្ចូលលុយដើម្បីថតរូបស៊ូអេឃើញអញ្ចឹងក៏សំដែងឡើងភ្លាមថាអូវ៉ាវខ្ញុំពិតជាចង់ថតរូបនេះខ្លាំងមែនតើរូបថតចេញមកដឹងតែស្អាតហ្មងស៊ូអេនោះមិនចាំយូរក៏ដាក់លុយចូលក្នុងម៉ាស៊ីនហ្នឹងហើយទិញអ៊ុនយកហ្នឹងមកថតថាមកថតជាមួយខ្ញុំខ្ញុំដាក់លុយរួចហើយពេលនោះផងដែរក៏មានសិស្សស្រីពីរនាក់ហ្នឹងក៏ដើរកាត់ហ្នឹងម្នាក់ហ្នឹងគាត់ក៏និយាយថាហេក្រែងរូបថតនៅកន្លែងហ្នឹងចេញមកអាក្រក់ណាស់ត្រូវអត់ម្នាក់ស្រីទៀតហ្នឹងក៏ថាអុយខ្ញុំមិនដែលឃើញទេលើកទី1ដែលមានអ្នកណាគេជួយថតរូបកន្លែងហ្នឹងហើយពីរនាក់គេហ្នឹងក៏នាំគ្នាអស់សំណោចសោចហើយដើរចេញទៅបាត់ទៅ